ចេញក្បាលវីដេអូមកអ្នកទាំងអស់គ្នាចាប់អារម្មណ៍ថាខ្ញុំផ្លៃថងណាខ្លះគេអាចនឹងចាប់អារម្មណ៍តែអីចាំខ្ញុំប្រាប់មានតែផ្លៃអីមិនទេគ្រាន់តែមកកាត់សក់មកលាបពណ៌សក់នឹងបើចង់ដឹងថាខ្ញុំធ្វើសក់នៅណានៅក្នុងវីដេអូខ្ញុំនឹងនិយាយថាមកខ្មែរមិនតមកមួយថ្ងៃពីរថ្ងៃឯងមកសុំមកកាត់សក់មកលាបពណ៌សក់ភ្លាមហ្មងតែមិនមែនតែកាត់សក់នៅកន្លែងណាឆ្ងាយទេកាត់នៅពេញនឹងឯងខ្ញុំមកកន្លែងគាត់ស្គាល់គាត់តាំងពី2021មកខ្មែរគឺខ្ញុំមកកាត់ទៅកន្លែងគាត់នេះគឺជាប្រវត្តិសក់មកខ្ញុំកាត់ហើយនេះគឺជារូបភាពដែលខ្ញុំកាត់សក់ហើយប៉ុន្តែថ្ងៃនេះមិនមែនមកធ្វើតែកាត់សក់ឯងគឺមកលាបពណ៌សក់ទៀតគឺចង់បដូរពណ៌សក់ពីពណ៌បែបហ្នឹងមកពណ៌ឯងគឺខ្ញុំយកពណ៌ហ៊ីងប្រោនខ្ញុំតែងតែមកហាងគាត់រហូតប៉ុន្តែអត់អាចបានធ្វើវីដេអូឯងថ្ងៃនេះអាចចិត្តធ្វើវីដេអូចែកដល់ទាំងអស់គ្នានៅហាងគាត់ខ្ញុំពេញចិត្តនឹងសេវាកម្មមែនតើហ៊ីងរាល់ពេលដែលខ្ញុំចង់មកកាត់សក់ខ្ញុំមាន reference នៅគាត់មើលគឺគាត់កាត់មកគឺថាស្អាតជាងរូបភាពទៀតពីថ្នាក់ពណ៌សក់របស់គាត់គឺថាឡើងតិចក្បាលឡើងស៊ូធីងហើយពេលកក់សក់គឺគាត់ម៉ាស្សាឲ្យឡើងថ្នមហើយឡើងសួរហើយបើនិយាយពីរឿងតម្លៃគឺគាត់គិតសមរម្យហើយគឺគាត់ផ្ដល់សេវាកម្មឲ្យភ្ញៀវគឺថា the best ហ្មងនៅហ្នឹងមិនមែនមានតែកាត់សក់លាបពណ៌សក់អីទេមានទាំងធ្វើកញ្ចក់មានទាំងផាត់មុខអីទៀតហ៎អ្នកទាំងអស់គ្នាជួយមើលថាពណ៌សក់ថ្មីរបស់ខ្ញុំហ្នឹងសក់នៅមុខខ្ញុំអត់ចាំប្រាប់ខ្ញុំនៅក្នុង comment ផងដល់ខ្ញុំទៅរកដល់នោះមានឈ្មោះថាសម្រងអង្គសម្រាប់ទីតាំងអត់បាក់រយគឺនៅទៅមុខអាកាហ្វេនៅទីសាលា Stanford ឬក៏អ្នកទាំងអស់គ្នាអាច search នៅក្នុង Google Map បានខ្ញុំឆ្លៀតចិត្តមកក្រៅអ្នកទាំងអស់គ្នាមើលពណ៌សក់ទៀតបើសិនអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចទៅហាងមកគាត់បានវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ